ការដេកទ្វារមាសរបស់ស្ត្រីមិនមែនជាការការពារនៅជំងឺស្រុតស្បូនទេជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតទីសវណ្ណរ័នបម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភពមេដាស្ត្រីភាគរយច្រើនគឺគាត់តែងតែយល់ថាការដេកទ្វារមាសរបស់ស្ត្រីគឺសម្រាប់ការពារនៅជំងឺស្រុតស្បូនតាមពិតទៅការដេកទ្វារមាសរបស់ស្ត្រីគឺការដេកដើម្បីសោភ័ណភាពដើម្បីភាពងាយស្រួលដល់ស្ត្រីក្នុងការស្លៀកពាក់ពិសេសស្លៀកពាក់ប៊ីគីនីជាដើមការដេកទ្វារមាសនេះដែរគឺជាការវះកាត់កម្រិតតូចដោយគ្មានការប៉ះពាល់ធ្ងន់ធ្ងរដល់អាយុជីវិតស្ត្រីទេការដេកនេះវាអាស្រ័យទៅតាមស្ត្រីដោយអ្នកខ្លះគាត់ដេកដោយចាក់ថ្នាំស្ពឹកនៅនឹងកន្លែងអ្នកខ្លះគាត់អាចជ្រើសរើសជាការដេកដោយដាក់ថ្នាំគេងមិនមានការឈឺចុកចាប់ទេការដេកទ្វារមាសនេះតម្រូវឲ្យស្ត្រីមករដូវសិនគឺយើងអត់ធ្វើនៅពេលដែលគាត់កំពុងមករដូវគឺតើតែស្ត្រីមករដូវស្អាតទើបយើងអាចធ្វើការដេកនេះបានម្យ៉ាងវិញទៀតការដេកនេះតម្រូវឲ្យស្ត្រីមានការថែទាំមុខរបួសឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានការក្លែងទៅលើមុខរបួសរបស់ស្ត្រីជាសរុបការដេកទ្វារមាសរបស់ស្ត្រីមិនមែនជាការការពារជំងឺស្រុតស្បូនទេតែវាជាការដេកដើម្បីសោភ័ណភាពទ្វារមាសរបស់ស្ត្រីជាចុងក្រោយសូមជូនពរស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អសូមអរគុណសូមជម្រាបលា